ngày này ban bạch tranh mà nói thay mà bọn nó ngày này phiêu của mong ta kêuไปphiêu của mong nó số bạch chết thế nào bảo mọi người ta kêu rồi còn bạch có thà ta kêu chẳng ngày này mà phơi ta kêu mới ta kêu hay nằng bạch này bắt ta bón khó khăn mà anh sầmรับnhóm ấy nè ngày này ta xá tay tray mùi máu hay phiêu của mong thay ở miền ngao phong bòn trắng các bạn tray hay nằng cái tôi nó cứ vô đặt ngao spay hay sầmรับkhuôn tray nó cứ dương đặt bột ta kêu sầmรับta kêu play mà ta mong bọn nó anh mới không video này ban nhưng phơi tray xa đó nhưng chập đam đặt ngao tray hay tâm so tâm có ho mà tay nó cứ dùng chập đam đặt ngao cho mùi đằng tray bao giờ nữa hay nhom có bật ham bẩn tích bị chèn tích hay lùi score mình tích đa một bật kia về đại dương ngao chứ anh nhưng sang tray ngon ơi rương bao giờ láng hay nhom chập đam đặt và học là ngọt chào tới hay sầm đập tray hay nằng tâm mặt tay bao giờ bán chai chỉ pi sầm đập tâm mặt tay nó nhom vô từ cánh hay nhom bật ham sẽ đại đầy tiền hay sầm đập trayនេះគឺយើងអត់បុកទេពេលបេះវាស្អាតហើយគ្រាន់តែជ្រុំវាបន្តិចទៅហើយយើងយកអាគ្រឿងដែលយើងបានបុកហ្នឹងមានមិនបុកយើងយកមកកិនមានខ្ទឹមសខ្ទឹមក្រហមម្ទេសហើយក៏បន្ថែមក្រូចឆ្មាហើយទឹកប្រហុកដែលយើងបានដាំហ្នឹងគឺយកមកចាក់ចូលនៅក្នុងទឹកគ្រឿងរបស់យើងទាំងអស់អាហ្នឹងគឺសម្រាប់រូបមន្តនេះគឺទឹកគ្រឿងណាបងប្អូនគ្នាសម្រាប់ត្រីគឺនៅទាំងដុំចឹងឯងអត់មានបុកទេគ្រាន់តែញោមវាឲ្យបែកចឹងទៅហើយខ្ញុំកិនក៏បានបុកក៏បានដែរបងប្អូនគ្នាសម្រាប់ខ្ទឹមសខ្ទឹមក្រហមម្ទេសហើយពេលយើងលាយល្មមរួចហើយខ្ញុំក៏រោយលខ្ទឹមពីលើបន្តិចទៀតសម្រាប់ថ្ងៃនេះភ្ញៀវគាត់ញ៉ាំគាត់មានអារម្មណ៍ថាប្លែកដែរគាត់ថាទឹកគ្រឿងនេះប្លែកតែប៉ុតខ្ញុំថាបងម៉ែកំងទឹកគ្រឿងឬព្រឹកគាត់ថាទឹកគ្រឿងគឺបែបហ្នឹងទឹកគ្រឿងបែបព្រឹកគេដាក់ត្រប់ញងហើយត្រីឆ្អើពេលយើងលាយទឹកគ្រឿងរួចហើយយើងចាប់ផ្ដើមមកធ្វើគ្រឿងស្ងោរស្ពៃម្ដងសម្រាប់គ្រឿងស្ងោរស្ពៃហ្នឹងមានអីទេបងប្អូនគ្នាមានតាក្បាលត្រីហើយនឹងកតុយត្រីមកដាក់គ្រឿងក្រៅហើយដាក់ស្ករប៊ីចេងទៅពេលល្ងាស់ល្មមដល់ភ្ញៀវចិត្តមកដាក់ទៅស្ពៃមកគឺលើកបានហើយនឹងមាន់ដុតមកមុខទៀតសម្រាប់ថ្ងៃនេះភ្ញៀវកំងមាន់ដុតហើយនឹងទឹកគ្រឿងសម្រាប់វិធីធ្វើទឹកគ្រឿងរបស់ខ្ញុំមិនដឹងថាដោយបងប្អូនទាំងគ្នាអត់ទេណាអានេះសម្រាប់ខ្ញុំគិតខ្លួនឯងថារបៀបនេះគេហៅទឹកគ្រឿងហើយព្រឹកសម្រាប់ព្រឹកហ្នឹងគេប្រើត្រប់ញងជាមួយនឹងត្រីឆ្អើហើយបើអ្នកខ្លះក៏គាត់ដាក់ស្លាយដែរអ្នកខ្លះក៏អត់ចឹងទៅអានឹងតាមស្រុកតាមតំបន់រៀងខ្លួនចាស់ខាងស្រុកបងប្អូនទាំងគ្នាគេបងព្រឹករបៀបម៉េចគេបុកទឹកគ្រឿងរបៀបម៉េចដូចគ្នានឹងខ្ញុំអត់ហើយខមមិននៅក្នុងវីដេអូនេះបានយើងអាចចែករំលែកពីមុខម្ហូបឬក៏អាហារបែបស្រុកតំបន់រៀងខ្លួនអរគុណច្រើនជម្រាបលាបាយបាយ